សម្ដេចតេជោហ៊ុនសែនប្រមានត្រូវតែចាត់វិធានការលើបុគ្គលជេរប្រមាថលើបណ្ដាញសង្គមបំផ្លាញក្រមសីលធម៌របស់កម្ពុជាមិនត្រូវលើកលែងករណីស្ត្រីជេរកងទ័ពមិនអាចប្រងើយកន្តើយឡើយសម្ដេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី14ខែសីហាឆ្នាំ2026នេះបានមានប្រសាសន៍ប្រមានត្រូវតែចាត់វិធានការម៉ឺងម៉ាត់លើបុគ្គលទាំងឡាយណាដែលជេរប្រមាថលើបណ្ដាញសង្គមបំផ្លាញក្រមសីលធម៌របស់កម្ពុជាមិនត្រូវលើកលែងឡើយជាក់ស្ដែងករណីស្ត្រីលក់ទូរស័ព្ទម្នាក់ដែលបានជេរប្រមាថទៅលើកងទ័ពជួរមុងក៏មិនអាចប្រងើយកន្តើយបាននោះឡើយក្នុងឱកាសអនុញ្ញាតឲ្យប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រីចូលរួមសម្ដែងការគួសមនៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាសម្ដេចតេជោហ៊ុនសែនបានអះអាងថាទង្វើបែបនេះប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់តម្លៃសង្គមនិងសេចក្តីថ្លៃថ្នូររបស់ជាតិហើយកាន់តែមិនសមកើតមកជាមនុស្សជាតិថែមទៀតដែលប្រើប្រាស់ពាក្យសម្ដីជេរប្រមាថគ្នាបែបនេះនៅលើបណ្ដាញសង្គមនាពេលបច្ចុប្បន្នក្នុងន័យនេះសម្ដេចតេជោហ៊ុនសែនបានស្នើដល់ស្ថាប័នតុលាការចាត់វិធានការដោយម៉ឺងម៉ាត់លើសំណុំរឿងអសិលធម៌លើបណ្ដាញសង្គមសម្ដេចតេជោប្រធានព្រឹទ្ធសភាបានសង្កត់ធ្ងន់ថាសម្ដេចហ៊ានអនុវត្តវិធានការច្បាប់មនុស្សមួយចំនួនហើយនេះក៏មិនមែនជារឿងផ្ដាច់ការឬបិទសិទ្ធអ្វីឡើយពោលគឺដើម្បីការពារមនុស្សរាប់លាននាក់និងដើម្បីការពាររក្សាសេចក្តីថ្លៃថ្នូររបស់ជាតិដែលមិនអាចឲ្យអ្នកណាបំផ្លាញបានឡើយសម្ដេចតេជោហ៊ុនសែនបានមានប្រសាសន៍យ៉ាងដូចនេះថាឥឡូវលើកទី1ធ្វើកិច្ចសន្យាបើសិនមិនរៀងចាលចាត់វិធានការផ្លូវច្បាប់ខ្ញុំធ្លាប់និយាយខ្ញុំហ៊ានកំចាត់មនុស្សខ្លះចោលដើម្បីការពារមនុស្សរាប់លាននាក់មិនមែនកំចាត់តាមការសម្លាប់ចោលទេប៉ុន្តែយើងហ៊ានធ្វើជាមួយមនុស្សប៉ុន្មាននាក់ដើម្បីការពារមនុស្សរាប់លាននាក់នេះជាបញ្ហាសង្គមស្អប់ខ្ពើមនេះមិនមែនជាការបិទសិទ្ធប៉ុន្តែជាការការពារជាតិសេចក្តីថ្លៃថ្នូររបស់ជាតិការជេរបញ្ចោមិនមែនខ្មែរគឺជាទំមិញជាមួយគ្នានេះសម្ដេចតេជោហ៊ុនសែនបានណែនាំដល់ក្រសួងកិច្ចការនារីត្រូវធ្វើជាដើមបណ្ដឹងចំពោះការជេរប្រមាថគ្នាដើម្បីប្តឹងទៅកាន់ស្ថាប័នតុលាការហើយសម្ដេចស្នើសុំស្ថាប័នតុលាការជួយចាត់វិធានការលើបណ្ដឹងនេះដូចគ្នាដើម្បីលើកកម្ពស់តម្លៃសេចក្តីថ្លៃថ្នូរសិលធម៌សង្គមកម្ពុជាសម្ដេចបានចាត់ទុកថានេះគឺជាការរំលោភសិលធម៌សង្គមពីសំណាក់ជនទាំងឡាយណាដែលបំផ្លាញសេចក្តីថ្លៃថ្នូរដើម្បីអនុវត្តការងារនេះឲ្យមានប្រសិទ្ធភាពចាប់ពីពេលនេះតទៅសម្ដេចតេជោហ៊ុនសែនណែនាំឲ្យបង្កើតក្រុមការងារមួយដើម្បីតាមដានករណីទាំងអស់នេះសម្ដេចណែនាំក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រីពិភាក្សាគ្នាជាមួយក្រសួងមហាផ្ទៃក្រសួងប្រៃសណីក្រសួងព័ត៌មានក្រសួងវប្បធម៌និងវិចិត្រសិល្បៈដើម្បីពិនិត្យតាមដាននិងការពារសេចក្តីថ្លៃថ្នូរព្រមទាំងលើកកម្ពស់សិលធម៌ស្ត្រីខ្មែរគួរជម្រាបឡើងវិញផងដែរថាពាក់ព័ន្ធនឹងរឿងរ៉ាវរបស់ម្ចាស់ហាងលក់ទូរស័ព្ទម្នាក់ដែលបានប្រើពាក្យសម្ដីជេរប្រមាថធ្ងន់ធ្ងរដល់វីរៈកងទ័ពរបស់យើងម្នាក់ដែលកំពុងឈរជើងការពារមាតុភូមិនៅទិសប្រាសាទតាមាន់ជុំវិញរឿងរ៉ាវទិញទូរស័ព្ទប្រើមិនកើតនិងដូរយកលុយវិញពិបាកដោយអូសឫស្សីបញ្ច្រាស់ចុងតាមដំណើររឿងដំបូងឡើយវីរៈកងទ័ពបានកំងទិញទូរស័ព្ទពីហាងខាងលើតាមអនឡាញពេលម្ចាស់ផ្ញើអីវ៉ាន់ស្រាប់តែទូរស័ព្ទប្រើមិនកើតរួចវីរៈកងទ័ពក៏ផ្ញើត្រឡប់មកម្ចាស់ហាងវិញដោយសង្ឃឹមថាម្ចាស់ហាងអាចប្តូរទូរស័ព្ទថ្មីឬក៏អាចទូទាត់លុយសងវិញពេលពិនិត្យទូរស័ព្ទរួចយ៉ាងណាមិញមិនត្រឹមតែមិនបានសំណងជាទូរស័ព្ទឬសំណងជាលុយមកវិញទេថែមទាំងត្រូវម្ចាស់ហាងជេរប្រមាថខ្លាំងដល់រូបលោកនិងរហូតជេរប្រមាថម្ដាយលោកថែមទៀតដែលទង្វើនេះធ្វើឲ្យលោកតូចចិត្តទទួលយកមិនបានមិនយូរប៉ុន្មានបន្ទាប់ពីល្បីសោះសាច់រឿងនេះតាមព័ត៌មានបានឲ្យដឹងថាម្ចាស់ហាងដែលជាអ្នកលក់ទូរស័ព្ទរូបនោះបានបាញ់លុយចំនួន20,000 រៀលនិងបានដាក់ទូរស័ព្ទមួយគ្រឿងថ្មីផ្ញើជូនវីរៈកងទ័ពដើម្បីបញ្ចប់រឿងបន្ថែមលើនេះទៀតម្ចាស់សំឡេងដែលជេរប្រមាថវីរៈកងទ័ពយើងក៏បានចេញមុខមកសុំទោសជាសាធារណៈនិងសន្យាមិនឲ្យមានរឿងរ៉ាវនេះកើតឡើងសារជាថ្មីម្ដងទៀតផងដែរទោះបីជាមានការផ្ញើលុយនិងទូរស័ព្ទថ្មីទៅកាន់វីរៈកងទ័ពក៏ដូចជាចេញមុខសុំទោសជាសាធារណៈបំណងបញ្ចប់រឿងក្តីប៉ុន្តែមហាជននៅតែបង្ហាញការមិនពេញចិត្តនិងកាន់តែខឹងសម្បើរហូតទៅទូចឲ្យមានចំណាប់ការលើម្ចាស់ហាងរូបនេះឲ្យខានតែបាន